នេះគឺជាពិភពលោកដ៏ធំមួយតើខ្ញុំអាចរកអ្នកពលនៃណាខ្ញុំមិនអាចទ្រាំបានទៀតទេតើនាងជាគ្រូស្រីនិយាយមែនទេឆែលាវនាងខឹងលោកគ្រូនិយាយត្រូវក្មេងស្រីពិបាកបង្កើតមិត្តនាងត្រូវបានបំពោលបើនាងបន្តបែបនេះនាងនឹងស្លាប់តើអ្នកនៅតែមើលមកខ្ញុំទេអ្នកខុសខ្ញុំមានអារម្មណ៍ប្រសើរជាងមុនសារធាតុពុលត្រូវបានបូមចេញឈប់ខ្ញុំមិនចង់ប្រយុទ្ធទេតើអ្នកកំពុងធ្វើអ្វីតើអ្នកខ្លាចជួយខ្ញុំទេជួយល្អខ្ញុំក៏មិនអាចប្រើវិធីការពារក្នុងប្រអប់ធូបដែរលោកគ្រូយើងកំពុងធ្វើអ្វីតើអ្នកមិនឃើញអ្វីដែលខ្ញុំចង់ធ្វើទេហេតុអ្វីបានជាពួកគេប្រយុទ្ធអ្នកគឺជាជនក្បត់ Error 500 Server Error អ្នកណាវាប្រហាសាធុននៅ500 That's an error ជាអ្នកសម្បត្តិពិភពលោកវាគឺជា Destroy again later That's all we know ចលាចរនៅភេងចឹងតើវាបានផ្លាស់ប្ដូរអ្វីអស់ជាច្រើនឆ្នាំមកនេះ Feng Lu មិនបានប្រសើរឡើងតតែសោះឥឡូវនេះសូម្បីតែតំណែងរបស់អ្នកការពារស្រីតូចម្នាក់ត្រូវបានយកទៅឆ្ងាយតើនាងមានន័យយ៉ាងណានេះជាកំហឹងរបស់បុគ្គលិកចាស់ដែលគ្រូនិយាយខ្ញុំចង់យករបស់ទាំងអស់ដែលជារបស់ខ្ញុំមកវិញតើស្រីពិតជានឹងស្លៀកពាក់មែនទេហាន់លីនជីពពោរបស់អ្នកបានបិទហើយ Error 504 Server Error អីទេ1504 That's an error There was an error ខ្ញុំបានបំបែកកម្រិត Please try again later That's all we know អូវាប្រែថាមនុស្សនៅខាងក្រៅកំពុងហើយគេនឹងបាក់ជើងហើយបែរមុខទៅមុខនេះពិតជាពរជ័យចៅហ្វាយរបស់ខ្ញុំបាននិយាយដើម្បីប្រយុទ្ធជាមួយក្មេងស្រីអ្នកត្រូវតែរក្សាដៃរបស់អ្នកខ្ញុំនៅតែស្វែងរកអាវុធសម្ងាត់ទៅតាមអ្វីដែលខ្ញុំជាអ្នកទាំងអស់គ្នាខ្ញុំពិតជាត្រូវយក Version កាន់តែងាយស្រួលតើពួកគេនៅណាទេវតានៅខាងក្រៅកន្លែងដែលការបំផ្លាញបងស្រីច្រៀងភ្លាមវាមិនមែនទេគាត់គួរតែវាព្រះវិញ្ញាណបរិសុទ្ធគាត់ទើបតែបង្ហាញខ្លួននៅទីនោះលោកគ្រូបាននិយាយបរិសុទ្ធដែលវាស្ត្រីមិនមែនជារឿងល្អទេតើអ្នកដឹងថាខ្ញុំជានរណាទេសូម្បីតែមេដឹកនាំនៃកុលសម្ព័ន្ធ9ត្រូវតែផ្ដល់ការគោរពដល់ខ្ញុំគាត់មើលទៅរឹងមាំប៉ុន្តែធ្វើម៉េចឲ្យគាត់ទន់ម្លេះថ្ងៃនេះខ្ញុំនឹងឲ្យអ្នកមើលតើអ្វីជាអំពើអាក្រក់ពិតប្រាកដអ្នកឃើញអ្វីសោះអ្នកក៏គ្មានសិទ្ធិស្លាប់នៅចំពោះមុខខ្ញុំដែរបរិសុទ្ធម្នាក់នេះមើលទៅដូចជាមនុស្សអាក្រក់គាត់មិនមានបទពិសោធន៍ក្នុងការប្រយុទ្ធទេបរិសុទ្ធចំណាស់នេះនៅតែស្រុកថាំពលខ្ញុំត្រូវប្រញាប់សម្លាប់គាត់យូរមកហើយទៅគាត់នៅរស់មនុស្សល្ងងនេះតើគាត់កំពុងធ្វើអ្វីប៉ុន្តែគាត់មិនមានដៃទេមនុស្សឈួតនេះបានលាក់ខ្លួនអស់រយៈពេល10ឆ្នាំមកហើយតើគាត់កំពុងធ្វើអ្វីតើអ្នកជានរណាខ្ញុំមិនទាន់បានចាប់ផ្ដើមនៅឡើយទេ Error 504 Server Error តើអ្នកសុខសប្បាយទេ That's an error There was an error តើអ្នកសុខសប្បាយទេ Please try again later That's all we know អ្វីបានជាខ្ញុំចេញម្ដងទៀតតើអ្នករាល់គ្នានៅលើភ្នំទទេឬហងតើអ្នកបានផ្ដួលរំលំនេះអ្នកមានន័យថាគាត់បានផ្ដួលរំលំហងខ្ញុំដឹងថាអ្នកចង់លាក់កំបាំងរបស់អ្នកខ្ញុំនឹងរក្សាវាទុកជាការសម្ងាត់ទេខ្ញុំចឹងវាល្អណាស់គាត់ទើបតែចាប់បានខ្ញុំនឹងមកម្ដងទៀតកម្លាំង Stellar នៅក្នុងមិនទាន់ហេតុអ្វីបានជាមិត្តភក្តិរបស់អ្នកទាំងនេះស្វែងរកខ្ញុំទៅវិញទៅមកនេះមិនមែនជាអ្វីដែលយើងអាចប្រើបានទេតើយើងគួរដកថយមុនទេអន្ទាក់សម្ងាត់របស់ King Chuan និងកន្លែងចុងក្រោយនៃពិភពលោកគឺនៅក្នុងរូងភ្នំនេះយើងត្រូវតែស្វែងរកវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអ្នកគឺជាក្មេងលាក់ពន្លឺប៉ុន្តែបញ្ហារបស់យើងមិនពាក់ព័ន្ធអ្នកអាចចាក់ចេញពួកបរិសុទ្ធព្រះនាងនាគតូចតើអ្នកគិតថាខ្ញុំជាមនុស្សធម្មតាទេខ្ញុំមិនមែនជាជាតិកោធ្ងន់ធ្ងរទេខ្ញុំមើលស្រាលសមត្ថភាពរបស់នាងវាហាក់ដូចជាថាមានតែតើអ្នកកំពុងធ្វើអ្វីខ្ញុំនឹងការពារខ្លួននៅពេលក្រោយយកនាងទៅឆ្ងាយខ្ញុំនឹងព្យាយាមរកពេលសម្រាប់គ្មាននរណាម្នាក់នៅសេសសល់នៅក្នុងខ្ញុំទេមាននរណាម្នាក់នៅសេសសល់នៅតែរលឹងឆានទេប៉ុណ្ណោះបើចង់សម្រាប់គេដើរលើរាងកាយរបស់ខ្ញុំល្អណាស់ខ្ញុំនឹងជួយអ្នកយ៉ាប់តើយើងអាចសួរថាហេតុអ្វីបានជាព្រះអង្គម្ចាស់យួនប្លាបាត់អ្នកស្នងត្រកូលរបស់យើងហើយសម្រាប់ខ្លួនឯងប្រហែល
អស្ចារ្យពួកគេទទួលខុសត្រូវចំពោះការខូចខាតនៅក្នុងជ័យយើងបន្ទាប់មកយើងត្រូវទទួលខុសត្រូវតើអ្នកទាំងអស់គ្នាលាទេតើអ្នកមានបញ្ហាដែរឬទេក្រឡេកមើលដបនេះធ្វើវាអង្គការប្រមូលចុះវាវិញនេះជាអាសយដ្ឋានរបស់ខ្ញុំមេដឹកនាំនៃនិកាយដែលបានឡើងអរិយតូចឲ្យជាវហេតើអ្នកជាជាវហេហេកុំរត់ខ្ញុំនឹងវាអ្នកមិនទាន់បាន1ឆ្នាំផងធ្វើបាបខ្ញុំមែនទេហេតុអ្វីបានជាអ្នកខ្លាចជាធ្ងន់នេះជារឿងពិតនៃប្រលឹងវីដំស័កជាវហេកុំមើលនាងអាក្រក់អីតែនាងចិត្តល្អមែនទេជាវហេតើអ្នកចង់ប៉ះនាងទេតើអ្នកអាចផ្លាស់ប្ដូរទម្លាប់របស់អ្នកបានទេខ្ញុំបានប្រាប់អ្នកជាច្រើនដងហើយថាកុំញ៉ាំអីវាជាសមាសនៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធម្ចាស់សនេះនឹងសប្បាយចិត្តណាស់តើអ្នកបានស៊ីម្ចាស់ទេខ្ញុំមិនបានធ្វើទេខ្ញុំគ្រាន់តែមើលរឿងនឹងហើយខ្ញុំមិនឃើញអ្នកណាទេកុំធ្វើបាបមនុស្សទៀតបើអ្នកតាមខ្ញុំម្ចាស់ដើមថាអ្នកដែលមានដាវ7គឺម្ចាស់សសរហុងឯងចេញទៅមុនហេតុអ្វីបានជាអ្នកនិយាយដូច្នេះហេតុអ្វីបានជាអ្នកនិយាយវាដើម្បីសង្គ្រោះមនុស្សទុច្ចរិតដែលឡោមព័ទ្ធគាត់តើសីតុណ្ហភាពខ្មៅគឺជាអ្វីអ្នកគឺជាម្ចាស់ចុងក្រោយនៃ Boost Tower កូនប្រុសរបស់ស្ដេចព្រះច័ន្ទដ៏មានឥទ្ធិពលព្រួយនៃចំណង់ចំណូលចិត្តរបស់ខ្ញុំ Wastonbury គឺពិតជាពន្លឺព្រួយមានពន្លឺដូចក្នុងខាងសាច់ឈាមលោកគ្រូសូមចាប់ផ្ដើមខ្ញុំនៅទីនេះដាក់វានៅលើលោកគ្រូតើលោកមើលងាយខ្ញុំទេអ្នកមិនសុខចិត្តទេតើខ្ញុំសុខចិត្តទេតើវាសំខាន់ទេវាមិនសំខាន់ទេចាប់តាំងពីដៃខៃបានបាត់ខ្លួននេះគឺជាច្បាប់ថ្មីនៃនិកាយខេងខ្វាន់ក្នុងនាមជាពួកបរិសុទ្ធនៃនិកាយខេងខ្វាន់ខ្ញុំត្រូវតែគោរពតាមអ្នកបាននិយាយថាខ្ញុំជាមេចៅហ្វាយគឺជាអ្នកដឹកនាំរបស់អ្នកមែនទេបាទចាប់ពីពេលនេះទៅអ្នកអាចធ្វើអ្វីដែលអ្នកមិនចង់ធ្វើប្រសិនបាននរណាម្នាក់យកវាទៅឆ្ងាយជួយអ្នកប្រសិនបើមិនមានការដាំដុះពីរដងទេតើអ្នកអាចរៀនជំនាញរបស់និកាយខេងខ្វាន់យ៉ាងដូចម្តេចអ្នកណាខ្លះស្រឡាញ់ជំនាញនេះគឺសម្រាប់អ្នកពេលខ្ញុំមិននៅទីនេះវាអាចការពារអ្នកបានលោកគ្រូអ្នកដឹងទេមែនទេផងដែរសូមអរព្រះគុណព្រះអង្គម្ចាស់សូមសម្រាប់នឹងសម្រាប់យើងគួរតែផឹកតែមួយពេកទីខ្ញុំនិយាយបានល្អលោកគ្រូយើងគួរតែអាចដកខ្លួនចេញពីការគ្រប់គ្រងរបស់បងឯងមនុស្សគ្រប់គ្នាស្រវឹងគ្មានអ្វីដែលហៅថាអសន្តិខ្ញុំពិតជានឹងចេញពីអំណាចរបស់ថេអាប់ដលភ្លើងតូចនេះទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកចាក់ចេញទេនេះជាកម្លាំងនៃកម្រិតសងសេដោយសារខ្ញុំមាននិមិត្តសញ្ញាពណ៌ស្វាយយោងតាមច្បាប់របស់អ្នកខ្ញុំនឹងក្លាយជាអ្នកដឹកនាំថ្មី Saints វាដល់ពេលហើយសម្រាប់ក្មួយប្រុសរបស់អ្នកដើម្បីបំពេញការហ៊ានទេរបស់គាត់អាលីតើអ្នកកំពុងធ្វើពុតជាអ្វីអ្នកកើតមកជាទាសករនេះជាជោគវាសនារបស់អ្នកទេតើអ្នកបាននិយាយអ្វីខ្ញុំបាននិយាយថាខ្ញុំមិនចង់ធ្វើជាទាសកររបស់អ្នកទេអញ្ចឹងទេអ្នកមិនអាចធ្វើបែបនេះបានទេ Error 500 server error 1500ស្មានតែ error កែខាងទេ Please try again នាងមិនដែលនិយាយដូចនេះទេនាងគឺជាប្អូនស្រីរបស់មេដឹកនាំ TK បញ្ចប់ការធ្វើសន្តិភាពជាមួយខ្ញុំនឹងបញ្ជូនអ្នកទៅមរណភាពរបស់អ្នកសមនឹងស្លាប់អ្នកគឺជាអ្នកដែលសមនឹងស្លាប់